បាទចូលស្តុកថ្មីទៀតហើយពុកម៉ែបងប្អូនបាទរថយន្ត Nissan Frontier ឆ្នាំ05បាទឡាននេះពិសេសបងប្អូនណាហ្នឹងហើយបងប្អូនយើងក៏ររហូតបងប្អូនណាគាត់ខលមករប្រភេទ Nissan Frontier ដែលមានចំណុចពិសេសត្រង់ហ្នឹងនេះបងប្អូននេះចំណុចពិសេសត្រង់ណានេះបាទម៉ាសុតបងប្អូនណាឡាននេះកែម៉ាស៊ីនម៉ាសុតឲ្យបាទតម្លៃ3000ជាងបងប្អូនណាគ្រាន់ម៉ាស៊ីនម៉ាសុតមួយគ្រាប់បាទម៉ាស៊ីនម៉ាសុតវ៉ាន់កាសិតបាទប្រាដូបងប្អូនណាហ្នឹងហើយចឹងអត់សន្សំសំចៃមែនទែនបាទជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទលីមីងមកធ្វើបទបង្ហាញអំពីរថយន្ត Nissan Frontier បាទឆ្នាំ05ពណ៌ខ្មៅបងប្អូនណាហើយឡានហ្នឹងដូចខ្ញុំប្រាប់ពីដំបូងដើមវីដេអូអញ្ចឹងបាទឡាននេះគឺថាពិសេសបងប្អូនណាគឺថាយើងកែម៉ាស៊ីនម៉ាសុតបាទបដូរម៉ាស៊ីនម៉ាសុតរួចរាល់ស្រេចបងប្អូនណាហើយមិនមែនកែធម្មតាទេបងប្អូនណានេះគឺថាលើកម៉ាស៊ីនសាំងតម្លាក់ចេញមកបាទលើកម៉ាស៊ីនម៉ាសុតវ៉ាន់កាសិតដាក់ចូលតែម្ដងណាបំពាក់ចូលតែម្ដងអញ្ចឹងយើងអត់មានកែច្នៃអីញ៉ៃញ៉ៃទេណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនយកទៅប្រើគឺថាសន្សំសំចៃបាទហើយហ្នឹងហើយម៉ាស៊ីនម៉ាសុតបងប្អូនដែលធ្លាប់ប្រើដឹងហើយម៉ាស៊ីនម៉ាសុតគឺថាយើងបើកកាន់តែឆ្ងាយកាន់តែក្តៅគឺថាកាន់តែធន់កាន់តែមាំកាន់តែខ្លាំងទៀតបងប្អូនណាហ្នឹងហើយម៉ាស៊ីនម៉ាសុតអញ្ចឹងហ្នឹងហើយចំណេញបងប្អូនណាម៉ាស៊ីនម៉ាសុតមួយគ្រាប់ហ្នឹងក៏តម្លៃ2000 3000ហើយអញ្ចឹងបងប្អូនពុកម៉ែទិញមួយគ្រឿងនេះទៅបាទចំណេញមែនទែនបងប្អូនពុកម៉ែដែលមានរបរអាជីវកម្មបាទត្រូវការដឹកទំនិញដឹកអវ៉ាន់ដូចថាលក់ផ្លែឈើបាទលក់ភេសជ្ជៈបាទដឹកអវ៉ាន់លក់អីផ្សេងៗទៀតណាបងប្អូនដែលគាត់មានជាអាជីវកម្មស្រាប់ឬក៏បងប្អូនដែលមានកម្រងយកទៅធ្វើអាជីវកម្មនិងជិះលក្ខណៈគ្រួសារក៏បានផងដែរណាមួយគ្រឿងនេះបងប្អូនពុកម៉ែទិញទៅយកទៅប្រើលក្ខណៈគ្រួសារក៏បានបាទយកទៅធ្វើការរកស៊ីក៏បានបងប្អូនណាដឹកតរ៉េនលក់ក៏បានដែរពុកម៉ែបងប្អូនណាមួយគ្រឿងនេះបាទម៉ាស៊ីនម៉ាសុតបាទចំណេញមែនទេបងប្អូនណាអញ្ចឹងបាទបងប្អូនដូចឃើញអញ្ចឹងបាទយើងបិទតែមឲ្យស្អាតបងប្អូនណាគេថាតែមdesign ដូចតែម Raptor ដែរណាបងប្អូនណាដូច Ford Raptor ដែរបាទហើយជាគៀងគេថាមានអំពូលគុជបាទមួយគូរួចស្រេចបងប្អូនណាហ្នឹងហើយពណ៌ខ្មៅអាលើបអាលងមកគេថាស្អាតតែម្ដងបងប្អូនណាហ្នឹងហើយបងប្អូនហើយពុកម៉ែបងប្អូនឡាននេះគឺថាខ្ញុំនឹងបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនបាទមានទាំងចំណុចល្អនិងចំណុចខ្វះខាតបន្តិចបន្តួចបងប្អូនណាហ្នឹងហើយអញ្ចឹងចាំខ្ញុំដល់ទៅដល់កន្លែងនោះចាំខ្ញុំប្រាប់អំពីចំណុចខ្វះខាតវាបន្តិចបន្តួចទេបងប្អូនណាហ្នឹងហើយឡាននេះគឺថាសបកកង់គឺថានៅថ្មីនៅស្អាត90%បងប្អូនណាហ្នឹងហើយសបកទាំងយ៉ាន់គឺថានៅថ្មីនៅស្អាតបងប្អូនណាហ្នឹងហើយអញ្ចឹងបាទកញ្ចក់ UV ក៏យើងបានបិទហើយបាទកញ្ចក់ UV យើងបិទហើយបាទមកជុំទាំងមុខទាំងក្រោយទាំងជាហៀងទាំងសងខាងគឺថាមកជុំគឺថាស្អាតហើយបងប្អូនណាហើយកាងខាងលើនេះគឺថាកាងស៊ីនរបស់Nissan ហ្នឹងទេបាទអត់បានដាក់ទេបាទណាអញ្ចឹងមានស្រេចបងប្អូនហើយអានេះគឺថាដាក់ជូនពុកម៉ែបងប្អូនឲ្យស្រេចបាទតូទឹកបងប្អូនណាហើយនឹងមានកាងខាងក្រោមនេះក៏កាងស៊ីនរបស់ Frontier នឹងដែរបាទហ្នឹងហើយបាទបងប្អូនមើលទៅបាទមានសពគ្រប់បាទមានទាំងក្រមមេដៃទ្វារទៀតបងប្អូនណានេះក្រមមេបាទភ្លឺចែងចាំងបាទទាំង4គ្រាប់ទាំងខាងនេះទាំងខាងនោះបងប្អូនណាអញ្ចឹងបងប្អូនពុកម៉ែមកមើលខាងក្នុងទៀតបាទ Nissan Frontier ពណ៌ខ្មៅឆ្នាំ05បងប្អូនណាហ្នឹងហើយបាទអញ្ចឹងដៃអញ្ចឹងទ្វារគឺថាស្អាតលើបលងអញ្ចឹងមកបងប្អូនណាពណ៌ប្រផេះបងប្អូនណាហើយបាទពូកស្បែកពណ៌ប្រផេះដូចគ្នាមានតែកម្រាលជើងបាទមានទាំងស្រោមចង្កូតមានទាំងកម្រាលតាប់ឡូពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនមើលទៅខាងក្នុងគឺថាប្លុកគឺថាស្អាតប៉ុណ្ណឹងបងប្អូនណាហ្នឹងហើយបងប្អូនពុកម៉ែទិញទៅយកទៅប្រើលក្ខណៈគ្រួសារក៏បានបាទយកទៅរកស៊ីធ្វើអាជីវកម្មអីក៏បានដែរពុកម៉ែបងប្អូនបាទហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនមើលបន្តទៀតទៅបាទគឺថាឡានមួយគ្រឿងនេះពុកម៉ែបងប្អូនចំណាយលុយតែម្ដងមកចំណេញទាំងយកទៅប្រើជាលក្ខណៈគ្រួសារក៏បានទាំងយកទៅរកស៊ីក៏បានពុកម៉ែបងប្អូនណាដែលមានចង់មានបំណងចង់យកទៅដឹកផ្លែឈើដឹកអីលក់ឬក៏ដឹកបន្លែដឹកអីហ្នឹងតាមអាជីពតាមចឹងនិយាយថាតាមការតម្រូវការរបស់ពុកម៉ែបងប្អូនទេបាទខាងក្រោយគឺថាត្រង់វែងស្អាតហើយបាទអញ្ចឹងបាទមើលខាងក្រោយនេះបន្តទៀតទៅបាទខាងនេះជិះបាន3ទៅ4នាក់ទៀតបងប្អូនណាខាងមុខ2នាក់ខាងក្រោយ3ទៅ4នាក់ទៀតអញ្ចឹងសរុបរួម6ទៅ7នាក់បងប្អូនអូខេបាទមានកម្រាលជើងដូចគ្នាបាទហើយខ្ញុំនឹងប្រាប់ពីចំណុចល្អខាងនេះទៀតនិងចំណុចខ្វះខាតបន្តិចបន្តួចបងប្អូនបាទខាងនេះគឺថាបាទកន្លែងទៅនេះបងប្អូនពុកម៉ែឡាននេះអាចនឹងមកពីស្រុកគេបងប្អូនណាហ្នឹងហើយគៀបន្តិចបន្តួចបាទហើយក៏នឹងនៅស្លាកស្នាមបាទធ្វើឲ្យស្អាតហើយតែបើខាងបងអូនចេះមើលបាទមើលដឹងណាហ្នឹងហើយខាងនេះគឺស្រុកគៀបន្តិចបន្តួចបងប្អូនណាតែក៏ធ្វើឲ្យស្អាតហើយឡានភេទឡានដឹកបាទគេអត់ចោតធំទេណាបងប្អូនបាទកន្លែងត្រង់នេះបន្តិចទេបាទហើយបាទខាងនេះគឺថានេះចំណុចល្អបងប្អូនបាទ Nissan Frontier គឺថាអត់ងាយមានទេបាទអានេះគឺថាយើងដាក់ស្អាតណាបងប្អូនមើលទៅបាទជ័រសាច់ជ័រគឺថា
គ្រើមមានកលាមានអីហ្នឹងហើយមើលមកជុំទៅបាទស្អាតមែនទែនបាទហ្នឹងហើយពុកម៉ែបងប្អូនដឹកឲ្យវាយបានមកឆ្ងាញ់បាទអូខេអញ្ចឹងពុកម៉ែបងប្អូនមកមើលខាងក្រោយទៀតបាទខាងក្រោយនេះគឺថាស្តុបក្រោយគឺថាយើងបិទក្រមមេហើយបាទក្រមមេបាទហ្នឹងហើយស្អាតលើបឡងអញ្ចឹងទៅបាទហើយបាទមានតែមនៅខាងនេះទៀតបាទនេះតែមរ៉ាប់តើដូចគ្នាបាទហើយពុកម៉ែបងប្អូនដែលមានតម្រូវការចង់តាក់ទងមកសួរអំពីព័ត៌មានឡាននេះនិងឡានផ្សេងណាពុកម៉ែបងប្អូននេះលេខទូរស័ព្ទរបស់ខ្ញុំបាទមាន Smart មាន Secat បាទ Smart 07គុត9គុត22 33 Secat 092 9គុត22 33បាទហើយលេខទាំងពីរប្រព័ន្ធហ្នឹងគឺថាមាន Telegram ទាំងអស់ពុកម៉ែបងប្អូនបាទអាច call មកក៏បានតាក់ទងតាម Telegram ក៏បានបាទហើយទាំងក្នុង page ទាំងក្នុង YouTube ទាំងក្នុង TikTok បាទគឺមាន profile បាទរូបខ្ញុំឈរលើកមេដៃតែម្ដងណាពុកម៉ែបងប្អូននេះហ្នឹងហើយដាក់ឈ្មោះលីមីងនៅខាងលើអញ្ចឹងទៅបាទហើយមានឈ្មោះបាទ BM ខាទិញលក់រថយន្តគ្រប់ប្រភេទណាពុកម៉ែបងប្អូនទាំង3 social media ហ្នឹងអញ្ចឹងពុកម៉ែបងប្អូនដែលស្រឡាញ់ឡានគ្រប់ស៊េរីបងប្អូនណាហ្នឹងហើយដោយសារតែមួយរយៈនេះខាងបងប្អូនអត់សូវមានពេលទៅធ្វើវីដេអូបងប្អូនណាហ្នឹងហើយដោយសារតែរៀបចំកន្លែងទីតាំងថ្មីបងប្អូនណាបាទបែរកាមេរ៉ាទៅបន្តិចទៅបាទហ្នឹងហើយមានឡានគ្រប់ស៊េរីបាទមាន Morning មាន Visto មាន Pro បាទមានឆ្លាមមានCOV បាទមានបាទខាងនេះមកតិចមកបាទមាន407មានអីចឹងទៅណាពុកម៉ែបងប្អូនបាទហ្នឹងហើយខាងនេះគឺថាមាន Ranger មានអីបាទត្រៀបជួគ្នាចឹងទៅបាទហ្នឹងហើយអញ្ចឹងយើងមកមើលបន្តទៀតបាទចូលសាច់រឿងឡាននេះបន្តទៀតវិញអូខេពុកម៉ែបងប្អូនដែលស្រឡាញ់ឡានប្រភេទឡានជិះលក្ខណៈគ្រួសារក៏បានយកទៅរកស៊ីក៏បានគឺថាអែមតែម្ដងណាមួយគ្រឿងនេះបាទកែម៉ាស៊ីនម៉ាសុតហើយអូខេអញ្ចឹងពុកម៉ែបងប្អូនដែលស្រឡាញ់ចង់បានប្រភេទឡានម៉ាសុតមួយគ្រឿងនេះគឺថាអត់ខកបំណងទេណាហ្នឹងហើយបាទពណ៌ខ្មៅហ្នឹងហើយបិទរួចរាល់អស់ហើយពុកម៉ែបងប្អូនចំណាយលុយតែម្ដងយកទៅរកស៊ីបានយកទៅប្រើប្រាស់បានតែម្ដងណាអត់បាច់យកទៅរៀបចំអីទៀតទេដោយសារតែបាទកញ្ចក់ UV បាទដៃទ្វារបាទតូទឹកអីគឺថារៀបចំជូនពុកម៉ែបងប្អូនមកស្អាតមកឆ្ងាញ់តែម្ដងណាអញ្ចឹងបាទអញ្ចឹងមកមើលខាងមុខបន្តទៀតចាំឲ្យបញ្ចប់វីដេអូនៅខាងមុខបងប្អូនណាហ្នឹងហើយឆ្នាំ05ពណ៌ខ្មៅបាទខ្ញុំបញ្ជាក់បងប្អូនម្ដងទៀតឆ្នាំ05ពណ៌ខ្មៅ Nissan Frontier បាទម៉ាស៊ីនកែម៉ាស៊ីនម៉ាសុតរួចជាស្រេចបដូរម៉ាស៊ីនម៉ាសុតរួចជាស្រេចពុកម៉ែបងប្អូនណាហ្នឹងហើយម៉ាស៊ីន Prado 1KZ ហ្នឹងហើយពុកម៉ែបងប្អូនដែលស្រឡាញ់គឺថាចង់បានម៉ាស៊ីនម៉ាសុតបាទមួយគ្រឿងនេះគឺត្រូវហើយអញ្ចឹងពុកម៉ែបងប្អូនដែលស្រឡាញ់អាចតាក់ទងមកតាមរយៈលេខពីប្រព័ន្ធនឹងបានហើយអូខេអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនបាទជូនពរពុកម៉ែបងប្អូនបាទសុខសប្បាយសុខភាពល្អនិងរកស៊ីមានបានទទួលទានបាទដោយការសប្បាយចិត្តទាំងអស់គ្នាបងប្អូនណាអរគុណច្រើន